សកក៏ទទួលបាន sponsor ដំណើរកម្សាន្តរកឯណាបាន all include តែម្ដងដំណើរកម្សាន្តជាធម្មតារួមបញ្ចូលការធ្វើដំណើរការស្នាក់នៅអាហារ3ពេលនិងសម្បត្តិចូលទស្សនាកន្លែងផ្សេងៗហើយក៏មាន schedule ច្បាស់លាស់ដែរតែខ្ញុំរៀងពិសេសបន្តិចចង់ទៅកន្លែងណាគឺតាមតែចិត្តចង់ញ៉ាំអីចេបចប់ក្រៅក៏បានចង់ទិញអីបន្ថែមក៏ cover ឲ្យដែរនៅមានកញ្ចប់ប្រាក់ឲ្យចាយផ្សេងទៀតដោយសារតែអញ្ចឹងដំណើរកម្សាន្តលើកនេះគឺសុំវីដេអូរៀងច្រើនតិចហើយក៏វែងៗដែរសុំផ្គប់ចិត្តអ្នកទស្សនាដែលគាត់ប្រាប់ថាចូលចិត្តមើលវីដេអូវែងនេះគឺត្រួសបាក់ក្បាលវីដេអូមានទាំងអាកាសធាតុនិងធម្មជាតិស្រស់ស្រាយជាមួយនឹងភ្លៀងធ្លាក់ជោគជាំតែមុននឹងទៅដល់ទីតាំងដំណើរកម្សាន្តរឿងដែលមិនអាចរំលងបានគឺការធ្វើដំណើរចង់អត់ញ៉ាំអត់គេងគឺបានតែបើអត់ធ្វើដំណើរធ្វើមិនបានដល់ខ្ញុំគឺត្រូវឆ្លងកាត់ភ្នំពេញដើម្បីបានជួបជុំគ្នាបានកយគុណទេសភាពដងទន្លេនៅពេលព្រឹកបន្តិចដែរហើយគ្រាន់តែមកដល់កន្លែងជួបជុំគ្នាម្ចាស់ sponsor ហុចនំឲ្យម្លាំងក៏ប្រាប់ថានំខ្មែរមកពីហាងល្បីមានដល់ទៅ 4-5 មុខរូបរាងសុទ្ធតែខុសៗគ្នាគ្រាន់តែឃើញក៏ចង់ញ៉ាំដែរតែគួរស្ដាយញ៉ាំអត់អស់ទេបានអីញ៉ាំអស់បើហុចនំឲ្យហើយនាំទៅញ៉ាំអាហារពេលព្រឹកតែម្ដងមកដល់កន្លែងញ៉ាំមាននំពៀទៀតមួយផ្លែតហ្នឹងបាននំពីរប្រអប់ទុកញ៉ាំតាមផ្លូវតែឥឡូវសូម order អាហារពេលព្រឹកសិនដំបូងខ្ញុំគិតថាចង់យកវីដេអូញ៉ាំអាហារទាំងអស់ហ្នឹងដាក់ម្ដុំរៀបចំតែជាមួយវីដេអូព្រោះចង់ប្រម៉ូទអាហារតាមតំបន់ដែលខ្ញុំបានទៅលេងដែរតែថតវីដេអូដូចជាមិនសូវល្អឥឡូវមានតែធ្វើវីដេអូតាមលំដាប់លំដោយអញ្ចឹងចោះតោះឥឡូវមកមើលវីដេអូតអ៊ំចាក់តែឲ្យទៀតតែនេះហាក់ដឹងតែចាស់ឆ្ងាញ់ហើយក្មេងអីអត់ល្អឲ្យចាស់ចាក់តែឲ្យតែធ្វើម៉េចបើជាប់ដៃជាមួយនឹងកាមេរ៉ាហើយនឹងញ៉ាំតែអស់មកពេងអាហារពេលព្រឹកក៏មកដល់និយាយពីអាហារពេលព្រឹកនៅស្រុកខ្មែរគឺច្រើនមុខច្រើនបែបណាគុយទាវបាយបបរមីឆាលតឆានំបញ្ចុកចង់ញ៉ាំបែបអឺរ៉ុបក៏បានញ៉ាំមួយអាទិត្យអីមិនទាន់ជាន់មុខគ្នាផងញ៉ាំហើយគឺចាប់ផ្ដើមចាញ់ដំណើរបើក្បាលវីដេអូមុនហ្នឹងគឺដឹងហើយថាបងប្អូនអ្នកទស្សនាប្រកាសជាដឹងថាខ្ញុំទៅកន្លែងណាឡើងផ្លូវលបឿនលឿនទៀតគឺថាឲ្យតម្រូវច្បាស់តែម្ដងមិនទៅដល់ក្រុងប្រស័យអនុទេដំណើរកំសាន្តលើកនេះគឺទៅខាងកោះកុងប៉ៃលិនបាត់ដំបងនិងពោធិ៍សាត់ចេញដំណើរនៅថ្ងៃទី12គឺ12ខែ11នឹងឯងអញ្ចឹងវីដេអូនេះគឺជាវីដេអូក្នុងថ្ងៃទី1តែមិនមែនមួយថ្ងៃពេញទេសម្រាប់វីដេអូមួយថ្ងៃពេញហ្នឹងខ្ញុំមានកម្រងកាត់ជា3វីដេអូហ៊ានតែដាក់មួយថ្ងៃមកវីដេអូគឺដឹងតែផុសអត់ចេញព្រោះអីរាប់ម៉ោងចាំបាច់ទៅលេងកន្លែងណាច្រើនថតតែទេសភាពតាមផ្លូវនេះយកវីដេអូទៅណាំអស់គិតទៅខ្ញុំខានធ្វើដំណើរតាមផ្លូវលបឿនលឿននេះច្រើនឆ្នាំដែរហើយទេសភាពគឺនៅតែស្អាតដដែលខ្ញុំឲ្យតែពេលធ្វើដំណើរតាមផ្លូវគឺកម្រគេងណាទោះបីជាជីតាមស្រុកតាមភូមិធម្មតាក៏ដោយកុំថាឡើយដល់មានទេសភាពស្រស់ស្អាតចេះទៀតថតអត់មានទម្លាក់ដៃទេចុះបើស្អាតគ្រប់ផ្លង់ចឹងហ្នឹងបើទម្លាក់ដៃចុះស្ដាយថតទុកចែកអ្នកទស្សនាគាត់មើលដែរអញ្ចឹងអ្នកទស្សនាអត់ត្រូវប្រាប់ថាមើលឡើងសាមហើយទេណាជួយមើលគ្នាទៅធ្វើម៉េចបើជ្រុលថតមកហើយហ្នឹងឥឡូវចេញផុតពីផ្លូវលបឿនលឿនហើយធ្វើដំណើរលើផ្លូវទៅកាន់ខេត្តកោះកុងម្ដងផ្លូវនេះក៏ស្អាតមិនធម្មតាដែរទេសភាពអត់មានឲ្យចាញ់គ្នាទេខ្ញុំក្រែងថាវីដេអូមួយហ្នឹងមានតែទេសភាពតាមផ្លូវហើយមើលតែកន្លែងនេះចោលដូចជីឡើងលើមេឃបើឃើញតែពពកគិតយ៉ាងម៉េចឥឡូវគ្រាន់តែវីដេអូតាមផ្លូវចូល3នាទីហើយអ្នកមើលកុំយល់ថាយូរអសោះព្រោះអីខ្ញុំជីរាប់ម៉ោងទម្រាំតែបានវីដេអូ3នាទីនេះចង់ដើមវីដេអូភ្លាមដល់កន្លែងដើរលេងភ្លាមបានទេត្រូវតែរួមសុខរួមទងគ្នាសិនដើរលេងហត់ជាងគេគឺរឿងធ្វើដំណើរផ្លូវឆ្ងាយតែបើបានផ្លូវស្អាតចេះលេងហត់ហើយមុនហ្នឹងឆ្លងផុតស្ពានទី2ហើយទៅកោះកុងលើកនេះគឺឈានចូលលេងតាតៃនៅស្ពានទី4អញ្ចឹងនៅសល់2ស្ពានទៀតទៅដល់បដាផ្លូវនេះបាត់ឆ្វេងបាត់ស្ដាំចុះឡើងខ្ញុំទប់ខ្លួនសឹងតែមិនជាប់ស្ដាយត្រង់ថាខ្ញុំថមសូវកើតបើសិនជាបានដ្រូនថតពីលើមិនដឹងស្អាតយ៉ាងណានិយាយដល់ដ្រូនហ្នឹងបើសិនជាមានមែនក៏មិនដឹងប្រើយ៉ាងណាដែរក្នុងចិត្តចេះតែគិតតែថាចង់បានតែខ្លាចតែបានមកហើយគឺមិនប្រើព្រោះខ្លួនឯងនេះថតអីចូលចិត្តតែងាយលឿនដងកាមេរ៉ាមានហើយមិនបានដាក់ប្រើផងព្រោះអីខ្ជិលនឹងរឿងដំឡើងនឹងឯងដំបងពេលមិនទាន់មានគិតថាបើមានគឺល្អណាស់អាចកាន់កាមេរ៉ាថតមើលទៅឃើញនឹងល្អតែឥឡូវមើលចោលកាន់កាមេរ៉ានឹងដៃដដែលកើចុងកើឡើងស្រួលអ្នកមើលវិលមកឥឡូវជីផតពីផ្លូវកវិកវក់ខ្លាំងហ្នឹងហើយមកដល់កន្លែងនេះក៏មើលទៅស្អាតណាស់ដែរឃើញព្រៃភ្នំខៀវស្ងាត់ដាច់កតុយភ្នែកជីចុះឡើងលើភ្នំហ្នឹងជីដល់កន្លែងខ្លះក៏ហឹងតិចណាស់ដែរតែធ្វើដំណើរលើកហ្នឹងទេខ្ញុំមានអារម្មណ៍ថាមើលឃើញទេសភាពស្អាតច្រើនជីមកដល់ស្ពានទី3បាត់ចិត្តដល់ហើយអញ្ចឹងនិយាយគ្នាហើយអ្នកទស្សនាមានរត់ចោលខ្ញុំកដាផ្លូវទេត្រូវតែទៅជាមួយគ្នាដល់ទីតាំងត្រឹមតិចទៀតគឺទៅដល់ហើយនៅតាមផ្លូវហ្នឹងមានកន្លែង photo stop ដ៏ស្អាតមួយអ្នកដែលធ្វើដំណើរចុះឡើងជាប្រចាំអាចទៅហួសមកហួសបានតែបើអ្នករាប់ខែរាប់ឆ្នាំទៅបានមកម្ដងដូចខ្ញុំនេះគឺត្រូវតែឈប់ហើយដល់ហើយគឺកន្លែងនេះឯងបើទៅហួសគឺគួរស្ដាយណាស់ឃើញទេសភាពនេះហើយអាចច្រៀងចង់ទៅនៅលើមេឃព្រោះអីមានពពកដេកដាស់ដូចនៅលើមេឃអញ្ចឹងស្អាតយ៉ាងនេះទោះបីជានៅលើមេឃខ្វះស្នេហ៍ក៏នៅបានដែរកន្លែងឈប់ចតតាមផ្លូវស្អាតបែបនេះខ្ញុំគ្រប់គ្រងពេញទំហឹងហើយមានថែម 3-4 កន្លែងតាមផ្លូវទៀតក៏ខ្ញុំឈុំធុញដែរព្រោះអីខ្ញុំជាអ្នកដែលពូកែថតរូបពូកែបានន័យថាថតរូបស្អាតហើយតែខ្ញុំថតមិនសូវស្អាតទេអញ្ចឹងសូមដូរពាក្យវិញតាមពិតទៅខ្ញុំជាអ្នកដែលចូលចិត្តថតរូប
កន្លែងបែបនេះហេ10-20ប៉ោះអីគឺ no 30-40ប៉ោះអីមិនទាន់គ្រប់ផងតែថាលើកនេះដាច់ផ្ងាយហើយដើរជាមួយប៉ាម៉ែនិងអ៊ំបានអ្នកណាថតរូបឲ្យត្រៀមខ្លួនណាស់ហើយដើរលើកនេះគឺត្រូវតែពឹងគាត់ឲ្យថតរូបឲ្យហើយខ្ញុំក៏ត្រូវតែថតឲ្យគាត់ពេញដែរអត់ដល់តាំងក្រោយអីគេណាឥឡូវត្រូវបន្តដំណើរទៅមុខទៀតហើយកុំតាន់មិនតាន់ដល់កន្លែងសបាយពិតប្រាកដទេតែបានឈប់នៅកន្លែងមុនហ្នឹងកុយគុណទេសភាពថតរូបលេងក៏បានធូរអារម្មណ៍តិចដែរកុំឲ្យមានអារម្មណ៍ថាធ្វើដំណើរផ្លូវវែងឆ្ងាយពេកតាមការគិតរបស់ខ្ញុំកន្លែងឈប់មុនហ្នឹងគឺមានប្រសិទ្ធភាពក្នុងការជំរុញវិស័យទេសចរគ្រាន់បើដែរបើខ្ញុំនិយាយថាចំណាយតិចមិនដឹងថាត្រូវឬក៏ខុសទេតែវាគឺសកម្មអ្នកធ្វើដំណើរជាពិសេសភ្ញៀវទេសចរសុទ្ធតែអាចឈប់នៅទីនោះវាជាទីតាំងមួយដែលចូលរួមជំរុញទឹកចិត្តឲ្យភ្ញៀវទេសចរទៅកំសាន្តកន្លែងណាមួយដែលឆ្លងកាត់វាឧទាហរណ៍ដូចជាខ្ញុំអញ្ចឹងបើសិនជាឲ្យធ្វើដំណើរពីភ្នំពេញទៅលេងនៅតាតៃហើយក៏ត្រឡប់មកវិញមានអារម្មណ៍ថាគួរស្ដាយណាស់លេងបានតែមួយកន្លែងតែបើសិនបើមានកន្លែងកុយគុណទេសភាពឬក៏ថតរូបស្អាតៗពី3កន្លែងតាមផ្លូវនឹងទៀតគឺទៅមិនខាត់ជើងទេប៉ះចាំតំបន់នេះងាកទៅខាងណាក៏ស្អាតមិនពិបាករឿងរើសទីតាំងឡើយឥឡូវជិតដល់ទីតាំងហើយជាខ្ញុំចោះឃើញទេមកដល់បាត់ឃើញតែផ្លែចាហ្នឹងគឺដឹងថាដល់ហើយផ្លែគេធំល្អអន្តើទុកឲ្យប៉ាជាអ្នកមើលចោះខ្ញុំទៅតាម sponsor ទិញសម្បត្តិទុកសិនជីធ្វើដំណើរមួយថ្ងៃហើយមិនទាន់បានណែនាំអ្នកទស្សនាផងបងប្រុសម្នាក់នេះហើយគឺជាអ្នកឧបត្ថម្ភដំណើរកំសាន្តទាំងស្រុងមិនមែនចាញ់តែលុយទេនៅតាមសវិសគ្រប់កន្លែងទៀតឥឡូវបានសម្បត្តិទុកហើយសម្បត្តិទុកមួយតម្លៃ80000រៀលទៅមកធ្វើដំណើរទៅទស្សនាទឹកធ្លាក់តាតៃនេះជាលើកទី2ហើយដែលខ្ញុំបានជិះទូកទៅលេងនៅតាតៃតែលើកនេះពិសេសជាងលើកមុនព្រោះអីទទួលបានបទពិសោធន៍ថ្មីដោយដែលឃើញពីដើមវីដេអូហ្នឹងពេលត្រឡប់មកវិញតែក៏និយាយអីចាំមើលជាក់ស្ដែងឥឡូវចាប់ដើមឡើងទូកហើយណាប្រាប់ម៉ែថានៅទាំងនេះឯងនៅចិត្តទេជិះតែមួយផ្លែតគឺដល់ហើយតើតែប្រាប់គាត់អញ្ចឹងបានគាត់ថាអីព្រោះគាត់ប្រកែកណារឿងជិះទូកហ្នឹងដំបងគាត់ថានាំគាត់ទៅលេងកោះស្ដេចទេតែគ្រាន់តែលើជិះទូកគាត់មិនព្រមទោះបីជាប្រាប់គាត់ថានៅចិត្តជិះតែមួយផ្លែតដល់យ៉ាងម៉េចក៏គាត់នៅតែស្ទាក់ស្ទើរគាត់បារម្ភផងព្រោះអីរដូវនេះរដូវភ្លៀងគាត់ខ្លាចថាមានព្យុះអាខ្ញុំនេះគិតចុះគិតឡើងតាមគាត់ក៏ម្យ៉ាងដែរព្រោះអីបើសិនជាជីទូកនៅសមុទ្រមែន 80% គឺពលទុកហើយជីទៅដល់កន្លែងដើរហ្នឹងគឺអស់សប្បាយតែម្ដងព្រោះអី2ដងហើយហ្នឹងបើតាមចិត្តខំគឺចង់តែជីឲ្យបាត់ពលតែម្ដងតែថាថាវិការគឺមិនតាមក្តីប្រាថ្នាឡើយហើយបើថាជីទុកពលឥឡូវកំពុងតែជីទុកហើយយ៉ាងម៉េចវិញម៉ែប៉ាកែមិនចង់ជីទុកឥឡូវនាំម៉ែមកជីទុកដដែលកុំថាអីមួយទុកក្នុងសមុទ្រមួយទុកនៅនឹងព្រែកជីនៅខាងនេះខ្យល់ក៏តិចទឹកក៏ស្ងប់ទេសភាពក៏ស្អាតបើជីនៅសមុទ្រវិញមើលមិនឃើញកោះត្រើយក្លុកខ្ញុំចុះឡើងជីវិតពោពេញដោយការចង់ក្អួតគ្មានកន្លែងសុំឈប់ឲ្យចុះសិនទេជីវិតអស់ពាក្យនឹងបរិយាយបើឲ្យប្រៀបធៀបជាមួយនឹងចកមិនអាចប្រើពាក្យថាចកអណ្ដែតលើជលសាបានឡើយព្រោះវាដូចជាស្ថិតក្នុងស្ថានភាពដែលចកត្រូវទឹកគួចចូលលូពលទុកគឺអញ្ចឹងឯងពិបាកពន្យល់ឲ្យយល់ខ្លាំងណាស់តែកុំដោយសារតែលើខ្ញុំនិយាយអញ្ចឹងឡើងហ៊ានជីទូកមនុស្សគ្រប់គ្នាគឺមិនដូចគ្នាឡើយឃើញខ្ញុំពលប៉ុណ្ណឹងថាមិនត្រូវអ្នកមើលពលខ្លាំងជាងខ្ញុំទៅទៀតនិយាយលេងទេតាមពិតទៅអ្នកពលទូកគឺពលឡើយអ្នកមិនពលគឺមិនពលឡើយអញ្ចឹងសម្រាប់អ្នកដែលចង់ដឹងថាខ្លួនឯងពលទូកឬអត់អាចសាកល្បងជីទូកនៅសមុទ្របានតែហេតុអីបានជាខ្ញុំទៅនិយាយពីរឿងពលទូកទៅវិញរំលងទេសភាពដ៏ស្រស់ស្អាតនេះទេសភាពគេត្រូវនឹងអារម្មណ៍ fresh ទៅជានិយាយពីរឿងវិលមុខឈឺក្បាលចាំមែនមកមើលប៉ាវិញមុននឹងឡើងទូកបានឃើញផ្លែចាមកដល់លើទូកបានញ៉ាំផ្លែចាទៀតចានេះខ្ញុំស្គាល់មកយូរដែរហើយតែបាននិយាយពីរឿងញ៉ាំវិញនេះក៏ជាលើកទី1ដែរបានញ៉ាំផ្លែហើយបានឃើញដើមទៀតបើនិយាយពីសាច់គេវិញស្រដៀងនឹងសាច់ត្នោតតែរសជាតិសាបជាងសាច់ត្នោតមានក្លិនស្រាលចឹងហើយបានជាអ្នកលក់មានទឹកស្ករជាមួយនិយាយពីចាតែទៅថតពីដើមស្លាខ្ញុំហៅថាដើមស្លាត្រូវអត់ទេនេះតែមើលទៅដូចជានឹងហើយបើសិនជាខុសសូមជួយប្រាប់ផងជីកាន់តែយូរក៏ដូចជាកាន់តែយូរនេះតែក៏ដូចជាមិនសូវយូរព្រោះអីបានមើលទេសភាពនេះឯងតាមដងព្រែកមើលផ្កានេះផ្កានោះដើមនេះដើមនោះផ្លែនេះផ្លែនោះឲ្យចាប់តែផ្លូវមើលយូរទៅខ្ញុំនេះខ្លាចជាអ្នករំក្បាលទូកឯងចិត្តដើរនៅខ្ញុំចាំមើលតែផ្លូវទេនឹងបានលេងឆាប់ចាំក៏មកដល់បាត់ឃើញសហ្នឹងគឺទឹកធ្លាក់តាតៃហើយតែទុកមិនលឿនដូចចិត្តខ្ញុំបញ្ញាប់ពេកក៏ទាញកាមេរ៉ាយកមកជួយចង់ដឹងថានៅឆ្ងាយប៉ុណ្ណាទៀតតែតាមមើលមិនឆ្ងាយប្រហែលទេមានផ្កាអណ្ដែតលើទឹកស្អាតជីទូកលើកនេះខ្ញុំមានអារម្មណ៍ថាទូករៀបបើកយឺតជាងលើកមុនតែបានអញ្ចឹងក៏ល្អដែរមានពេលវេលាច្រើនសម្រាប់កយគុណទេសភាពហើយសម្លេងម៉ាស៊ីនទូកក៏មិនសូវរំខានខ្លាំងដែរល្អមែនឲ្យអ៊ំអ្នកបើកទូកគាត់ជិះមួយចោះខ្ញុំមិនបញ្ញាប់ទេបានឃើញប៉ុណ្ណេះហើយនៅបញ្ញាប់អីទៀតគោលដៅគឺនៅខាងមុខហ្នឹងឃើញកាន់តែច្បាស់ហើយទឹកធ្លាក់សក្បោសម្លេងក៏លឺដល់ណាស់ដែរគឺសម្លេងទូកមើលទៅមានតែទៅដល់ទីតាំងហើយពលុតម៉ាស៊ីនទូកទើបអាចលឺសម្លេងទឹកធ្លាក់បានទឹកធ្លាក់តាតៃមិនត្រឹមតែធំទេត្រជាក់ហើយពណ៌ខៀវស្អាតទៀតតែកុំឃើញចឹងស្អាតប៉ុណ្ណឹងហើយខ្ញុំមិនទាន់បានងូតទឹកធ្លាក់តាតៃម្ដងទេមូលហេតុគឺដោយសារតែខ្ជិលបូកជាមួយនឹងការដែលមិនបានត្រៀមទុក
មួយទឹកអីកើតមកលើកណាក៏មកតែមកខ្លួនដែរហ្នឹងតែមកលើកនេះគឺល្អណាស់មិនសូវមានមនុស្សច្រើនអាចមកពីមិនមែនជាថ្ងៃបុណ្យទានឬមួយក៏ជាថ្ងៃចុងសប្តាហ៍កុំថាខ្ញុំកំណាញ់ដើរលេងចង់ដើរតែឯងតែខ្ញុំចឹងមែនបើទៅកន្លែងណាមានមនុស្សច្រើនគឺថាមិនសូវចូលចិត្តទេព្រោះអីបច្រៀតមិនឈ្នះគេហើយបើកន្លែងងួយតឹងចេះវិញគឺថានៅអៀនខ្វាច់ទៀតហើយរឿងដែលពិបាកមួយទៀតគឺថាថតរូបអត់បាននឹងតែម្ដងដើរលេងរឿងទី1គឺដើរលេងរឿងទី2គឺថតរូបឥឡូវគឺបានថតរូបឲ្យនេះទុកមិនទាន់សុំចាត់ផងថតរូបបដាបាត់ហើយប៉ាហើយម៉ែចេះតែអង្គុយទៅស្មានតែខ្ញុំថតស្លឹកឲ្យគ្មានទេខ្ញុំរ៉ាត់វីដេអូទាំងអស់ហ្នឹងចង់បានស្លឹកចាំយកពីវីដេអូវិញចោះព្រោះបើថតជាស្លឹកម៉ែនិងប៉ាក៏អត់ផលដែរអញ្ចឹងថតជាវីដេអូចំណេញបានខ្ញុំធ្វើវីដេអូផងហើយម្ដងមកឈប់នៅដុំថ្មកណ្ដាលទឹកសុំថតប្រហែលប៉ុសសិនតែម៉ែអត់ហ៊ានចុះពីលើទូកទេថតតែមួយផ្លែតក៏រួចរាល់បន្តដំណើរទៅទៀតគ្មានតាណាឆ្ងាយទេគឺទៅចតនៅក្បែរខាងនឹងឯងគឺសុំឡើងគោកចង់ឡើងទៅមើលនៅខាងលើកន្លែងនេះទឹកហូរខ្លាំងគួរសមដែរតែខ្ញុំជឿជាក់អ៊ំអ្នកកាន់ទូកគាត់និយាយក្បាលទូកដើម្បីចូលចតបើយើងមើលតាមធម្មតាគាត់ថាប្រហែលជាទៅមិនរួចទេដល់ថ្នាក់ប៉ាគាត់ថាបើមានចង្វាពីរគាត់ជួយចែវតែរឿងចឹងជួយជោគជួយចែវតែអត់បាត់ពិសោធន៍ទៅជាយកជើងរៀបទឹកវិញខ្ញុំក៏ឲ្យនៅតែស្ងៀមទុកឲ្យអ៊ំអ្នកកាន់ទូកគាត់ចាត់ចែងចោលព្រោះអីគាត់មានបាត់ពិសោធន៍គាត់ដឹងផ្លូវគាត់ដឹងកម្លាំងទឹកអស់ហើយស្រែចោលកន្លែងណាបានមានតែគាត់ទេដែលច្បាស់ដោយដែលឃើញអញ្ចឹងវិលក្បាលទូកទៅបន្តិចរកកន្លែងចតបានតែសួរតាមត្រង់អ្នកមើលធុញនៅបើធុញខ្ញុំទៅឲ្យលឿនជាងហ្នឹងតែត្រង់តិចទៅចិត្តចាប់ហើយព្រោះអីបានឡើងច្រាំងហើយហ្នឹងនាំគ្នាឡើងទៅមើលអគារនៅទឹកធ្លាក់ម្ដងហើយតាមផ្លូវដែលដើរទៅរកទឹកធ្លាក់ហ្នឹងគឺសុទ្ធតែដុំថ្មដើរចុះដើរឡើងដុំថ្មក៏មានសឹកខ្លះដែរហើយមិនមែនថ្មតូចទេដុំខ្លះគឺធំណាស់មកសាមុនខ្ញុំក៏អត់បានឡើងទៅមើលដល់ខាងលើដែរគិតថាលើកនេះនឹងឡើងទៅមើលខាងលើឲ្យបានម្ដងតែមកដល់ sponsor ឡើងទៅខាងលើចំណែកម៉ែនិងប៉ាហៅមកថតរូបនៅខាងក្រោមតាមម៉ែហើយនិងប៉ាសិនណាថតរូបឲ្យគាត់ឲ្យបានច្រើនណាមួយឃើញទេសភាពខាងនេះក៏ស្អាតណាស់ដែរចុះមកដល់ក្បែរទឹកធ្លាក់នេះហ่าចំហាយទឹកប៉ះត្រូវខ្លួនត្រជាក់ស្រួលណាស់ហើយមុនហ្នឹងអ៊ំក៏គាត់សួរថាអាកាសធាតុយ៉ាងម៉េចដែរខ្ញុំឆ្លើយតែល្អទៅតែមើលពពកខាងលើណោះបន្តិចទៀតគឺធ្លាក់មកឥឡូវហើយខាងលើក៏ទឹកខាងក្រោមក៏ទឹកនិយាយមិនទាន់ផុតពីមាត់ផងក៏រលឹមព្រិចអស់ពេលថតរូបហើយភ្ញាក់ផ្ញើដើរទៅទូកវិញគ្រាន់តែទៅដល់ទូកភ្លាមរលឹមកាន់តែក្រាស់មានអីគឺត្រូវទៅដាក់មេផាយត្រឡប់ទៅវិញមិនទាន់បានលេងអស់ចិត្តផងមេឃដេញបាត់ធ្វើខ្ញុំស្ដាយទៀតហើយអត់បានឡើងទៅខាងលើដដែលអញ្ចឹងទៅថាធ្វើអីធ្វើឲ្យហើយកុំទុកឡើយបង្កើតគេអត់ទេខ្ញុំទុកនៅនឹងហើយចាំមើលលើក្រោយខ្ញុំមកទៀតបំណងខ្ញុំចង់ឡើងទៅមើលខាងលើខ្ញុំត្រូវតែទៅមើលឲ្យបានហើយទុកចេញទៅមិនមែនទៅតែខ្ញុំទេក៏មានក្រុមគេផ្សេងទៅជាមួយដែរអញ្ចឹងចោះបានគ្នាមេឃកំពុងតែភ្លៀងផងតែឯងហ្នឹងយ៉ាងម៉េចចាំម៉ាបានអ្នកណាជួយតែពេលមេឃទៅនឹងធ្លាក់ភ្លៀងហ្នឹងenjoy ណាស់សតតែយកដៃត្រទឹកភ្លៀងហើយនៅឃើញចម្រៀងមកឃ្លាទៀតហើយបើខ្ញុំច្រៀងព្រោះខ្ញុំច្រៀងឲ្យស្ដាប់ហើយដែលថាដំណក់ភ្លៀងរសាត់ខ្ចាត់តាមខ្យល់ហ៎ដាក់បាត់នឹងមកគឺត្រូវបាច់តែម្ដងភ្លៀងក៏មានខ្យល់ក៏មានទេសភាពក៏ស្អាតជីទុកកណ្ដាប់ភ្លៀងផ្គរគិតមើលទៅស៊ីចង្វាក់គ្នាប៉ុណ្ណាតែភ្លៀងក៏កាន់តែខ្លាំងទៅហើយនៅម្ដងម៉ែជីទុកចាំថ្ងៃភ្លៀងតែមានតែអីទេគេក៏ជីយើងក៏ជីខ្ញុំភ័យតែរឿងមួយគាត់ខ្លាចថាម៉ែគាត់ថាឲ្យព្រោះអីដឹងតែគាត់មិនចង់ជីទូកដែរនៅតែនាំគាត់មកជីទូកទៀតតែសួរម៉ែគាត់ថាអីទេព្រោះអីគាត់ធ្លាប់ជីទូកផាត់ជាមួយនឹងទឹកជាងនឹងទៅទៀតគាត់ថាឃើញច្រាំងសងខាងអញ្ចឹងគាត់មិនខ្លាចទេបើមានរឿងអីគាត់ប្រឌិតខ្លួនតែបន្តិចគឺដល់ច្រាំងហើយតែពេលនិយាយគ្នាហ្នឹងមិននិយាយពេលជីទូកទេណាពេលឡើងទូកហើយបើខ្ញុំវិញក៏អត់អីដែរត្បិតថាមានភ្លៀងមានផ្គរមែនតែអត់មានខ្យល់អត់មានរលកអីខ្លាំងទេហើយក៏អត់មានអីអាងដែរអាងចេះហែលទឹកអាងចេះប្រឌិតខ្លួនអីគឺអត់ទាំងអស់បានអាងថាមានអាវពងហើយអាងមួយទៀតអាងថាវាអត់អីទេហើយនេះក៏ជាបទពិសោធន៍ថ្មីអារម្មណ៍ថ្មីដែលខ្ញុំបានប្រាប់ដែរមានអីជីទុកលំហែកាត់ភ្លៀងយូរទៅកាន់តែក្រាស់ទៅតែខ្ញុំនៅតែអាចកយគុណទេសភាពបានមើលទៅដើមឈើអមសងខាងព្រែកមានផ្កាសក់ក្បោលេឡំជាមួយដំណក់ទឹកភ្លៀងក្រាស់ខ្មឹកវិញឆ្ងាយទៀតហើយចេញកំណាប់ឥឡូវហ្នឹងពីពណ៌នាអីច្រើនពេកអ្នកទស្សនាគាត់ធុញឥឡូវហើយគ្រាន់តែចង់ប្រាប់ថាភ្លៀងគឺខ្លាំងមែនហើយបន្ទាប់ពីកយគុណទេសភាពរួចរឿងព្រឺព្រួយក៏ចូលមកដល់កាត់តែថតទៅទឹកចូលទុកមិនបាច់មើលទេដំបងខ្ញុំគិតថាដូចជាមិនអីទេព្រោះឃើញទឹកដូចជាតិចដែរតែបន្ទាប់មកលេងស្រក់ចូលវូខ្ញុំក៏ចាប់ផ្ដើមគិតទឹកហ្នឹងធ្វើយ៉ាងម៉េចវិញតែម្ចាស់ទូកគាត់បើកទូករាល់ថ្ងៃប្រកាសជាជួបមេឃភ្លៀងហើយមានស្ថានភាពបែបហ្នឹងអញ្ចឹងខ្ញុំក៏អត់មានអីភ័យដែរតែនៅតែឆ្ងល់ជាមួយនឹងទឹកហើយនឹងទូកហ្នឹងអាម៉េចទៅទឹកហ្នឹងវាហូរចូលច្រើនទៅយូរទៅមិនពេញទូកហើយទេត្រូវការស្តារទូកឬអត់តែមើលទៅទូកដូចជាអត់មានទឹកពេញមិនដឹងទេយ៉ាងម៉េចក៏យ៉ាងម៉េចទៅព្រោះគិតថាតែទៀតគឺដល់ច្រាំងហើយតែមើលទៅច្រាំងក៏មើលឡើងឃើញដែរឲ្យធ្វើយ៉ាងម៉េចមេឃគ្មានអាណិតអាសូរអីទេសោះខ្ញុំនៅលើទូកហ្នឹងក៏ទៅទឹកអស់
បាននិយាយទៅសบายដល់កហើយអត់បានងូចទឹកនៅតាតៃបានមកងូចទឹកភ្លៀងអាណែតែក៏សំណាងតិចដែរបានឲ្យពងពាក់ក្របកុំឲ្យទៅទឹកខ្លួនហើយនេះរកហេតុផលឃើញហើយអញ្ចឹងសោះបានជាទឹកមិនពេញទូកតាមប៉ាត់នៅនឹងក្រៅខ្នងគាត់មានឧបករណ៍សម្រាប់យកទឹកចេញពូអ្នកបើកទូកគាត់បើកទូកបណ្ដាសាប់ទឹកចេញបណ្ដាអត់មានអ្នកដឹងប៉ាគាត់ឃើញហើយក៏សបៃស្វាទៅជួយហើយតាមប៉ាត់អញ្ចឹងសោះតែប៉ុណ្ណេះខ្ញុំលែងឆ្ងល់ហើយមើលទឹកខូចចូលបែបហ្នឹងបើសិនជាអត់ដងចេញវិញមិនដឹងថាពេញតាំងពីកាលមកទេអូខេឥឡូវបន្តមើលមេភ្លៀងទៀតតែជីខ្ញុំស្រាប់តែបាត់ទូកមួយដែលជីនៅខាងមុខហ្នឹងមិនដឹងថាទូកខ្ញុំជីវ៉ាគាត់ឬមួយក៏ទូកគាត់ជីទៅមុខផុតហើយទេព្រោះថាមើលទៅខាងមុខខាងក្រោយអីឡើងសអស់ហើយមើលមិនសូវច្បាស់ខំតែអថាបានទូកគាត់ជាគ្នាឥឡូវបាត់ទូកគាត់ទៀតហើយភ្លៀងកាន់តែសម្រុកខ្លាំងឡើងភ្លៀងតាំងពីចេញទូករហូតដល់ទូកមកដល់កំពង់វិញអ៊ំខ្ញុំក៏ទៅទឹកអស់ដែរកុំឆ្ងល់ថាខ្ញុំទៅរក sponsor មកពីណាតាមពិតគឺអ៊ំខ្ញុំទេនាំដើរលេងថ្ងៃដំបូងគឺថាអស្ចារ្យមែនតែនហើយបានមកដល់ស្ពានវិញគឺថាជីវិតមានកោះមានត្រើយអ្នកណាទៅដឹងថាគេភ្លៀងខ្លាំងម្លឹងគ្រាន់តែមេឃងងឹតមកឈុលតែឥឡូវបានរួចខ្លួនហើយព្រោះទូកមកដល់កំពង់តែប៉ុណ្ណេះមេចង់ភ្លៀងប៉ុណ្ណាទៀតក៏ភ្លៀងទៅខ្ញុំលែងពាក់ព័ន្ធហើយមើលទៅទឹកហូរចូលព្រៃចោខ្ញុំនៅចង់ដឹងទៀតណាថានៅទឹកជ្រោះយ៉ាងម៉េចដែរពេលភ្លៀងអញ្ចឹងតែឥឡូវមកដល់គោកបាត់ហើយបន្ទាប់ពីត្រូវភ្លៀងត្រូវខ្យល់ត្រជាក់ឥឡូវមករកអីក្តៅញ៉ាំសិនវីដេអូក៏សូមកាត់ត្រឹមនេះសិនដែរអរគុណសម្រាប់ការតាមដានទស្សនារហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយបាយ